ai thi na ai thi nơi ná này dân nơi ná này ស្ដីទាំងអស់គ្នាស្គាល់អត់នេះទីតាំងមួយដែលខ្ញុំកំពុងតែបង្ហាញរូបភាពហ្នឹងគឺនៅលើកំពូលភ្នំបូកគោទីតាំងនេះត្រូវបានកសាងឡើងប្រហែលជាមិនក្រោមជា100ជាងឆ្នាំអាចចាត់ចូលជា100អត់ចាំច្បាស់ប៉ុន្តែនៅក្នុងរជ្ជកាលរបស់សម្ដេចព្រះបាទមុនីពង្ស នៅក្នុងអាណានិគមបារាំងបាទគិតជាកម្ពស់អាចអត់ខ្ញុំមិនសូវចាំច្បាស់បាទតែអាចចូលជា1100ជាងម៉ែត្រពី level សមុទ្រហ្នឹងប៉ុន្តែនិយាយរួមបើបានឡើងមកលើនេះមានអារម្មណ៍ថាដូចជាយើងកំពុងតែនៅលើទីដែលខ្ពស់ ដោយសារអីដោយសារតែពេលណាដែលឡើងមកលើភ្នំបូកគោហ្នឹងគឺយើងស្ថិតនៅលើកម្ពស់មួយដែលខ្ពស់1100ជាងម៉ែត្រអាចសម័យឃើញថាស្មើនឹងយើងជាលើកកម្ពស់ដែលមានកម្ពស់ដែលខ្ពស់ដែលរួមមានបបោកហោះកាត់ជំវិញស្អាតដែលរួមបើនិយាយ បបោកហោះកាត់អាចចាប់លើដាក់បាត់ដៃបានហើយទីតាំងលើភ្នំបូកគោគឺជាកន្លែងមួយដែលសម្រាប់ទទួលភ្ញៀវទេសចរនៅក្នុងស្រុកមិនថាភ្ញៀវបរទេសឬភ្ញៀវក្នុងស្រុកគឺគាត់តែងតែមកលេងនៅលើតំបន់នេះដោយសារហេតុអីជាទីតាំងដែល ពោពេញទៅដោយទេសភាពដ៏ស្រស់ស្អាតបើនិយាយពីអាកាសធាតុគឺត្រជាក់គ្រប់រដូវកាលនៅលើនេះគឺមាន chef កំពុងធ្វើម្ហូបបាទហើយលើសណ្ឋាគារដ៏ចាស់មួយហើយក្រុមទេសចរទាំងអស់នេះគឺគាត់មកលេងចលនាជាក្រុម នៅលើភ្នំបបោកវិលនេះអូបបោកអាចចាប់លើបាតដៃបានបបោកបើគិតថានិយាយចុះទៅក្រោមវិញនេះអូពោះឡើងសលើហ្មងនៅបបោកនិយាយបបោកយកហោះនៅលើបបគោតែញ៉ៃហ្នឹងបាត់គ្នាឡើយ ដោយសារអីដោយសារតែបបោកឃើញអត់បបោកឃើញអត់ខាងក្រោមនោះគឺសមុទ្រអានេះបបោកកំពុងហោះមកកំពុងនៅតំបន់មួយដែលនៅលើអាកាសនិយាយរួមបើនិយាយគេចាស់ដែលសាងតាំងពីសម័យបារាំងយូរហើយបើគិតទៅឆ្នាំទៅមិនក្រោមជាចិត្ត120ទៅ130ឆ្នាំទេ អាគីកាស៊ីណូនៅលើបូកគោដែរមើលដែរស្អាតដែរបងប្អូនស្អាតពេលដែលអត់មានខ្លះអាចឃើញបបោកបាច់លេងមិនឈឹងមកស្មាននៅលើអាកាសដែលរួមដូចទៅបាត់លេង